អឡូវនៅស្រីអ្នកកញ្ញាតតនេះសូមជូនព័ត៌មានអន្តរជាតិចំណងជើងនៃអត្ថបទសារព័ត៌មានថ្ងៃនេះមានចំណងជើងថាអង់គ្លេសព្រមានរុស្ស៊ីថានឹងជួបផលវិបាកធ្ងន់ធ្ងរបើហ៊ានតែប្រើនុយក្លេអ៊ែរនៅអ៊ុយក្រែនចក្រភពអង់គ្លេសនៅថ្ងៃអង្គារទី1ខែវិច្ឆិកានេះបានព្រមានប្រធានាធិបតីលោកវ៉ាឡាឌីមៀពូទីនអំពីផលវិបាកធ្ងន់ធ្ងរប្រសិនបើទីក្រុងមូស្គូប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនដោយនិយាយថាវិធានការបែបនេះនឹងធ្វើឲ្យចំនួនកាន់តែអាក្រក់ទៅរដ្ឋមន្ត្រីការបរទេសលោក James Cleverly ក៏បានជំរុញរុស្ស៊ីកុំឲ្យរារាំងការនាំចេញគ្រាប់ធញ្ញជាតិផងដែរហើយនិយាយថាសេចក្តីថ្លែងការណ៍វិមានក្រឹមឡាំងត្រូវបានរៀបចំឡើងដើម្បីធ្វើសង្គ្រាមអូសបន្លាយហើយលោកពូទីននិយាយថារុស្ស៊ីមិនបាននិយាយអំពីការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនទេតែគួរបញ្ជាក់ថាទីក្រុងគីវវិញទេដែលអាចបង្កើតនិងបំទុះគ្រាប់កខ្វក់ក៏ប៉ុន្តែលោក Cleverly លើកឡើងថាវាគឺជាការអះអាងមិនសមហេតុផលដែលថាអ៊ុយក្រែនក្រុងនឹងបំទុះគ្រាប់បែបនេះវោហាសាស្ត្ររបស់លោកពូទីនជុំវិញនុយក្លេអ៊ែរគឺជាការនិយាយមិនទទួលខុសត្រូវទាល់តែសោះហើយលោក Cleverly បានប្រាប់សមាជិកសភាថាគ្មានប្រទេសណាមួយនិយាយអំពីការប្រើប្រាស់នុយក្លេអ៊ែរទេគ្មានប្រទេសណាមួយកំពុងតែគំរាមកំហែងដល់ប្រទេសរុស្ស៊ីឬក៏ប្រធានាធិបតីពូទីនទេគាត់គួរតែដឹងច្បាស់ថាសម្រាប់ចក្រភពអង់គ្លេសនិងសម្ព័ន្ធមិត្តរបស់យើងការប្រើប្រាស់អាវុធនុយក្លេអ៊ែរណាមួយនឹងផ្លាស់ប្ដូរធម្មជាតិនៃចំនួនវានឹងមានផលវិបាកធ្ងន់ធ្ងរសម្រាប់រុស្ស៊ីការព្រមានរបស់លោក Cleverly កើតឡើងមួយថ្ងៃបន្ទាប់ពីរុស្ស៊ីសាកល្បងនាវាមុជទឹកដោយវាយថាមពលនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីមួយគ្រឿងនាវាមុជទឹកយុទ្ធសាស្ត្រដែលដោយថាមពលនុយក្លេអ៊ែរថ្មីបំផុតគឺជានាវាទី6នៅក្នុងកងនាវាមុជទឹកមីស៊ីលប្លង់ចំនួនទី4របស់រុស្ស៊ីនិងជានាវាធំលំដាប់ទី2នៅក្នុងចំណាត់ថ្នាក់ BA ដែលត្រូវបានធ្វើឲ្យប្រសើរឡើងហើយនាវាថ្នាក់ BA នីមួយៗអាចផ្ទុកមីស៊ីលប្លង់ដល់ទៅ16គ្រាប់ដែលអាចបំពាក់ក្បាលនុយក្លេអ៊ែរបានអរលោកលោកស្រីអ្នកកញ្ញាតទៅនេះអត្ថបទសារព័ត៌មានរបស់យើងដែលនិយាយពីព័ត៌មានអន្តរជាតិចក្រភពអង់គ្លេសហើយនិងរុស្ស៊ីជាមួយនឹងអ៊ុយក្រែននៅពេលនេះគឺចប់តែប៉ុណ្ណេះសូមអរគុណសម្រាប់ការតាមដានការទស្សនាពីកន្លងមកបាយបាយ